លេខលាបធំចឹងបើយើងចង់បានលាបធំយើងប្រើលេខ4លេខ1លេខ5តែបើលេខ456គឺជាលេខមហាសេដ្ឋីគឺជាលេខសេដ្ឋីយើងឃើញលេខឡានរបស់ខ្ញុំ456ឯង456គឺលេខសេដ្ឋីចឹង456អត់ជ្រើសមនុស្សទេអត់រើសមនុស្សទេ259គេហៅថាលេខហង្សនឹងនាគចឹងហង្សនឹងនាគសម្រាប់តែអ្នកប្រើ business ធំអ្នកធ្វើ business ធំបើទៅមើលក្បាល456យើងទៅមើលបន្ទាប់ពីលេខ6មានលេខសូយអត់ហើយលេខ6ជមើ456 289មហាសេដ្ឋីអចលនទ្រព្យទៅទេប៉ុន្តែបើ456 789 0ខុសគ្នា456ដូចគ្នាជាលេខមហាសេដ្ឋីប៉ុន្តែកុំភ្លេចណាកតុយលេខ6នៅចិត្តលេខដែលសូយស្មើនឹងការប្រឹងប្រែងរបស់យើងទាំងប្រមាណ0